រឿងលែងលះទៅដល់តុលាការហេតុអ្វីបានជារឿងខ្លះតុលាការចេញដីកាសម្រេចឯចំណែករឿងខ្លះទៀតតុលាការចេញសាលក្រមនេះគឺជាសំណួររបស់បងប្អូនដែលបានសាកសួរមកបាទចម្លើយនោះគឺទី1ពាក់ព័ន្ធទៅនឹងការលែងលះដោយតុលាការចេញដីកាសម្រេចសំដៅទៅដល់ការលែងលះដោយមានការព្រមព្រៀងបាទមានន័យថាប្តីនិងប្រពន្ធគាត់បានព្រមព្រៀងគ្នានៅក្នុងការរំលាយអាពាហ៍ពិពាហ៍ហើយគាត់ក៏បានព្រមព្រៀងគ្នាផងដែរទៅលើការបែងចែកទ្រព្យរួមហើយនឹងការកំណត់អំពីសិទ្ធិអំណាចមេបាមានន័យថាការកំណត់ថាកូននៅខាងប្តីឬក៏ខាងប្រពន្ធអញ្ចឹងទៅបាទឯចំណែកបាទនីតិវិធីវិញគឺភាគីត្រូវដាក់ពាក្យស្នើសុំលែងលះដោយការព្រមព្រៀងទៅតុលាការបន្ទាប់មកតុលាការនឹងពិនិត្យទៅលើទម្រង់និងខ្លឹមសារនៃពាក្យស្នើសុំលែងលះដោយការព្រមព្រៀងនោះបាទបន្ទាប់មកតុលាការនឹងចេញដីកាសម្រេចទៅលើការលែងលះដោយការព្រមព្រៀងនោះដោយឡែករឿងតុលាការចេញសាលក្រមចំពោះការលែងលះឯនេះវិញបាទសំដៅទៅដល់ការលែងលះមួយដែលមិនមានការព្រមព្រៀងមានន័យថាអាចភាគីណាមួយមិនព្រមទៅលើការលែងលះឬក៏ភាគីទាំងពីរហ្នឹងប្តីនិងប្រពន្ធគាត់យល់ព្រមទៅលើការលែងលះក៏ប៉ុន្តែគាត់ខ្វែងគំនិតគ្នាទៅលើការបែងចែកទ្រព្យរួមឬក៏ការកំណត់សិទ្ធិអំណាចមេបាដូច្នេះហើយបាទចំពោះទម្រង់នេះគឺភាគីណាមួយត្រូវដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីស្នើសុំលែងលះដោយការរំលាយអាពាហ៍ពិពាហ៍ព្រមទាំងបញ្ជាក់អំពីការទាមទារទៅលើការបែងចែកទ្រព្យរួមឬក៏ការកំណត់សិទ្ធិអំណាចមេបាទៅលើកូននោះបាទបន្ទាប់មកតុលាការនឹងធ្វើនីតិវិធីត្រៀមហើយនឹងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ទើបតុលាការចេញសាលក្រមសម្រាប់ទៅលើការលែងលះនេះដូច្នេះហើយការលែងលះដោយការព្រមព្រៀងតុលាការចេញដីកាសម្រាប់ទៅតាមពាក្យស្នើសុំលំហូររឿងគឺមិនមានភាពសុខស្មាញហើយក៏មិនចំណាយពេលច្រើនដែរដោយឡែកចំពោះការប្តឹងលែងលះវិញបាទដែលតុលាការចេញសាលក្រមនេះមានន័យថាលំហូររឿងគឺមានភាពសុខស្មាញទៅលើការទាមទាររបស់ភាគីហើយតុលាការត្រូវធ្វើនីតិវិធីដូច្នេះបើយើងប្រៀបធៀបពេលវេលាគឺចំណាយពេលច្រើនជាងរឿងសុំដីកាលែងលះដោយការព្រមព្រៀងបាទអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូនេះហើយប្រសិនបើមានសំណួរអ្វីបន្ថែមអាច comment នៅខាងក្រោមវីដេអូនេះបាទសូមអរគុណបាទ